ជំរាបសួរបងប្អូនទាំងអស់គ្នានៅថ្ងៃនេះខ្ញុំនាំបងប្អូនមកជួបជាមួយនឹងខ្ញុំបុកទឹកគ្រឿងត្រីខនេះគឺជានេះខ្ញុំបងប្អូននេះត្រីខហ្នឹងហើយបងប្អូននេះខ្ញុំមាននេះខ្ទឹមសលីងនិងខ្ទឹមក្រហមនេះខ្ញុំលីងរួចហើយបងប្អូនបានវាឃើញខ្មៅហើយជាមួយនឹងនេះត្រីខកំប៉ុងហៅសាឌីនហើយនេះត្រីសូម៉ុងអាំងអានេះខ្ញុំយកចំហុយបងប្អូនចំហុយញ៉ាំធ្វើទឹកជ្រលក់ផ្អែមរួចទៅដល់អញ្ចឹងវានៅនេះខ្ញុំក៏យកវាមកបុកទឹកគ្រឿងទៅឃើញឃ្លានទឹកគ្រឿងហើយនេះរនោងបារាំងបងប្អូនចឹងរូបរាងគេចឹងឯងហើយនេះសដែកគួរនេះគឺខ្ញុំដាំខ្លួនឯងបងខ្ញុំក៏ដាំហើយទៅបេះបានបន្តិចនឹងឯងបងប្អូនទៅចាប់ដើមហើយនេះតសក់ក៏ដាំខ្លួនឯងដែរសក់ហើយនេះតសក់នេះបោះបារាំងចានេះវាខុសគ្នានេះតសក់ពីរនេះចឹងយើងដាំមានពីរខុសគ្នាហើយនេះផ្ទីនេះចេញផ្កាហើយបងប្អូនយើងដាំខ្លួនឯងដែរចឹងចេះតែព្រោះតឥឡូវវាឡើងចង់ចាស់ហើយបានកាត់ញ៉ាំណាហ្នឹងហើយក្តៅខ្លាំងទៀតដល់នៅស្រុកប្រាំងក្តៅខ្លាំងដល់ចឹងទៅវារៀងចង់ចាស់លឿនដែរហ្នឹងហើយបងប្អូនចឹងបុកទឹកគ្រឿងខ្ញុំមានតែប៉ុណ្្នឹងឯងបន្លែស្រុកប្រាំងមានតែប៉ុណ្្នឹងឯងបងប្អូនហើយនឹងត្រីចឹងបងប្អូនតាមដានជាមួយខ្ញុំពីរបៀបធ្វើបន្តទៅទៀតចាបងប្អូនទាំងអស់គ្នានេះឥឡូវនេះខ្ញុំរនោងខ្ញុំចិត្តអញ្ចឹងបងប្អូនខ្ញុំចិត្តសបកវាមួយឆ្នូតតែនោះស្រេចតែបងប្អូនចូលចិត្តទេហើយឥឡូវខ្ញុំដាំទឹកពុះហើយឥឡូវខ្ញុំដាក់រនោងខ្ញុំស្ងោរណាបងប្អូនអញ្ចឹងយើងស្ងោរវាមកល្មមទៅល្មមថាវាបានប៉ុណ្ណាឥឡូវខ្ញុំពុះវាជាពីរដោយសារវាវែងពេកហ្នឹងហើយបងប្អូនឥឡូវនេះខ្ញុំថាពុះកាត់ជាពីរបងប្អូនច្រឡំពាក្យកាត់ជាពីរដោយសារវាវែងពេកណាចឹងខ្ញុំកាត់វាជាពីរចឹងទៅដោយសារខ្ញុំដាក់ក្នុងឆ្នាំងនេះវាអត់នេះហ្នឹងហើយចឹងខ្ញុំស្ងោរវាមកល្មមឯងបងប្អូនអត់ឲ្យវាផុយរលួយពេកទេហ្នឹងហើយចឹងខ្ញុំដាក់របស់ខ្ញុំស្ងោរសិនអូខេចឹងតាមដានមួយខ្ញុំបន្តទៀតចាបងប្អូននេះអានេះសូម៉ុងមិនខ្ញុំបេះវាអញ្ចឹងបេះហើយខ្ញុំយកវាមកនេះឥឡូវខ្ញុំតិចទៀតខ្ញុំតាមទឹកប្រហុកដាក់វាចូលហើយត្រីខនេះឥឡូវខ្ញុំនេះបុកខ្ទឹមបងប្អូនខ្ទឹមដែលយើងលីងរួចហើយហ្នឹងយកវាមកបុកអញ្ចឹងណាចាហ្នឹងហើយអញ្ចឹងបុកទឹកគ្រឿងដូចតបងប្អូនធ្លាប់ធ្វើដែរហ្នឹងឯងអូខេអញ្ចឹងឥឡូវខ្ញុំចាប់ទៅបុកខ្ទឹមជាមួយនឹងខ្ទឹមក្រហមខ្ទឹមសយើងចាប់ដើមយកត្រីខដាក់ចូលខ្ទឹមហើយដោយសារតែយើងបុកខ្ទឹមនោះมันម៉ត់ហើយហ្នឹងហើយឥឡូវយើងដាក់ត្រីខបុកអញ្ចឹងទៅចាហ្នឹងហើយបុកឲ្យវាចូលគ្នាមិនជាម៉ត់ណាស់ណាប្រហែលទេចាហើយនឹងយើងដាក់ត្រីសូម៉ុងចូលដូចគ្នាដែរចាអូខេឥឡូវយើងចាប់ដើមបុកចឹងមកបុកឲ្យវាចូលគ្នាជាមួយខ្ទឹមនឹងទៅជាការស្រេចឲ្យបងប្អូនហើយយើងនឹងដាំទឹកប្រហុកទុកចាក់ចូលមកចាអត់មានអីពិបាកទេបងប្អូនបុកទឹកគ្រឿងយើងនោះមានតែប៉ុណ្្នឹងឯងហ្នឹងហើយបងប្អូនឥឡូវនេះយើងបុកហើយត្រីយើងចាអញ្ចឹងយើងបុកវាតែប៉ុណ្្នឹងឯងមិនមែនជាម៉ត់ណាស់ណាទេព្រោះសាច់ត្រីខជាមួយនឹងស៊ុំម៉ុងគឺយើងមិនយកជាម៉ត់ណាស់ណាទេហ្នឹងហើយអញ្ចឹងឥឡូវខ្ញុំនឹងទៅដាំទឹកប្រហុកខ្ញុំចាបងប្អូនទាំងអស់គ្នាឥឡូវនេះទឹកប្រហុករបស់ខ្ញុំបានឆ្អិនហើយនេះគឺខ្ញុំដាក់អំពិលទុំបងប្អូនហើយនឹងប្រហុកចាខ្ញុំស្ងោរវាឲ្យពុះឥឡូវខ្ញុំយកវាមកចាក់ខ្ញុំត្រងវាអញ្ចឹងណាបងប្អូនអញ្ចឹងយើងត្រងវាអញ្ចឹងហើយនេះបន្លែរបស់ខ្ញុំរនោងនេះខ្ញុំស្ងោរឆ្អិនហើយនេះផ្ទីក៏ដូចគ្នាដែរគឺខ្ញុំស្រុះវាឆ្អិនហើយនេះគឺត្រសក់របស់ខ្ញុំដែរបងប្អូនតិចទៀតខ្ញុំនឹងកាត់វាដូចយើងធម្មតាយើងញ៉ាំលក់អញ្ចឹងណាហ្នឹងហើយអញ្ចឹងនឹកស្ដាច់តបងប្អូនចង់កាត់មូតអីធ្វើម៉េចអត់មានអីទេគ្រាន់តែខ្ញុំបង្ហាញពីរបៀបធ្វើបុកទឹកគ្រឿងត្រីខលាយជាមួយត្រីស៊ូម៉ុងប្រាំងហៅស៊ូម៉ុងអង់គ្លេសហៅសាម៉ិនចាអញ្ចឹងខ្ញុំដាក់ជាមួយទឹកអំពិលទុំឆ្ងាញ់បើបងប្អូនចង់ដាក់ក្រូចឆ្មាក៏បានប៉ុន្តែខ្ញុំឃើញថាដាក់អំពិលទុំឆ្ងាញ់ជាងហើយក្នុងនេះយើងដាក់ភ្លក់មើលទៅដាក់ស្ករដាក់ស្អីថែមបើបងប្អូនតាមចូលចិត្តអញ្ចឹងណាហ្នឹងហើយអញ្ចឹងបុកទឹកគ្រឿងខ្ញុំមានតែប៉ុណ្្នឹងឯងបងប្អូនមានអ្វីទៀតទេចានឹងត្រូវជាការបង្ហាញ
ឲ្យបងប្អូនឃើញពីរបៀបធ្វើរបស់ខ្ញុំទាំងបងប្អូនក៏ខ្ញុំដឹងថាបងប្អូនចេះបុកគ្រឿងតែយើងធ្វើរបៀបខុសៗគ្នាអញ្ចឹងណាខ្ញុំចង់បង្ហាញពីការដែលយើងធ្វើចេះអ្វីចង់បង្ហាញឲ្យឃើញខ្ញុំទៅពីរបៀបធ្វើណែបងប្អូនចឹងខ្ញុំអត់មានអ្វីទេមានតែប៉ុណ្្នឹងឯងបងប្អូនទាំងអស់គ្នាចាអញ្ចឹងសូមជួបគ្នាវីដេអូក្រោយទៀតចាអញ្ចឹងនេះបងប្អូនដាក់ទៅភ្លក់មើលតាមនឹងទៅណាដាក់ស្ករដាក់អីថែមហើយយើងភ្លក់មើលទៅបងប្អូនអត់មានអីបាក់ទេហើយបុកទឹកគ្រឿងហ្នឹងចាហ្នឹងហើយបងប្អូនអញ្ចឹងសូមជួបគ្នាវីដេអូក្រោយទៀតបាយបាយ